Cambodia right now has going on has been សម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងមានវត្តមានក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពតាមការកោះអញ្ជើញពីលោក Donald Trump ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters ប្រមុខរដ្ឋាភិបាលកម្ពុជាបង្ហាញក្តីរំពឹងថាស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានភាពនៅតាមព្រំដែនដែលផុយស្រួយទោះបីជាមានបទឈប់បាញ់ខែធ្នូក៏ដោយថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters សម្ដេចហ៊ុនម៉ាណែតបានបកអាក្រាតសកម្មភាពឈ្លានពានរបស់ក្រមយោធាថៃចូលដែនអធិបតេយ្យជាតិរបស់ប្រទេសកម្ពុជាបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីលោក Donald Trump និងអាស៊ានក្តីបើតាមសម្ដេចហ៊ុនម៉ាណែតបានអះអាងថាបច្ចុប្បន្នដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅនិងបានដាក់កុងតឺន័រដឹកទំនិញរាយលុះបន្លារារាំងដល់ជនស៊ីវិលកម្ពុជាមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបានសម្រាប់សម្ដេចមធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់នោះគឺការប្រើប្រាស់យន្តការបច្ចេកទេសដែលកម្ពុជានិងថៃបានចុះរួមគ្នាដោយពោលគឺផ្អែកលើសន្ធិសញ្ញាកិច្ចព្រមព្រៀងទាំងអស់ដែលប្រទេសទាំងពីរមានក្នុងបទសម្ភាសន៍ជាមួយ Reuters សម្ដេចនាយករដ្ឋមន្ត្រីសង្ឃឹមថាប្រទេសថៃនឹងវិលចូលកិច្ចប្រជុំ JBC ធ្វើការឲ្យបានឆាប់តាមដែលអាចធ្វើទៅបានព្រោះថាឥឡូវនេះការបោះឆ្នោតត្រូវបានធ្វើរួចហើយសង្ឃឹមថាប្រទេសថៃអាចចាប់ផ្ដើមយ៉ាងហោចណាស់នៅលើកម្រិតបច្ចេកទេសដើម្បីចាប់ផ្ដើមវាស់វែងចាប់ផ្ដើមបោះបង្គោលនៅតាមតំបន់ក្តៅហើយរៀបចំព្រំដែនឲ្យវិលមកសភាពដើមវិញធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីធាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69